សួស្តីអូនអូនថ្ងៃនេះបងមានរឿងនិទានថ្មីមួយទៀតហើយសម្រាប់និទានឲ្យបងប្អូនស្ដាប់អញ្ចឹងបងសូមជូនរឿងព្រេងនិទានមួយដែលមានចំណងជើងថាអ្នកអាចធ្វើបានមកបងនិទានឲ្យស្ដាប់កាលពីព្រេងនាយនៅក្នុងសួនកំសាន្តមួយកន្លែងមានប្រាសាទមួយដែលមានកម្ពស់យ៉ាងខ្ពស់កូនដំរីបានត្រឹមតែដើរក្រឡឹងជុំវិញប្រាសាទកូនឆ្កែនិងកូនពពែបានត្រឹមតែងើយមើលមានតែកូនឥន្ទ្រីតែមួយគត់ដែលអាចហើរឡើងទៅដល់កំពូលប្រាសាទបានហើយត្រឡប់មករៀបរាប់ប្រាប់មិត្តរបស់វាពីទេសភាពដែលវាបានមើលពីលើកំពូលប្រាសាទថាវាស្រស់ស្អាតកម្រិតណាកូនស្វានិងកូនឆ្មាឮហើយក៏ព្យាយាមឡើងទៅលើកំពូលប្រាសាទដែរតែពួកវាប្រើពេលឡើងអស់ជាងពាក់កណ្ដាលថ្ងៃហើយនៅឡើយមិនទាន់ដល់បានត្រឹមតែស្រែកថាខ្ពស់ណាស់ខ្ពស់ណាស់ក៏នាំគ្នាចុះមកវិញអស់មានកូនស្រមោចមួយដែលនៅក្បែរនោះក៏ចង់ឡើងទៅលើប្រាសាទដែរសត្វផ្សេងទៀតដឹងឮហើយក៏នាំគ្នាសើចចំអកថាស្រមោចអើយតម្រាំឯងឡើងទៅដល់ពួកយើងចាស់ងាប់អស់ទៅហើយកូនស្រមោចឮហើយមិនខ្វល់ពីពាក្យសើចចំអកឡើយវាក៏ឡើងដោយមិនងាកក្រោយមិនថាមេឃក្តៅមេឃភ្លៀងខ្លាំងយ៉ាងណាក៏វាមិនបញ្ឈប់ការតាំងចិត្តរបស់វាបានដែរវាគិតតែពីវាមិនឈប់មិនឈរមិនដឹងប្រើពេលអស់រយៈពេលប៉ុន្មានថ្ងៃទីបំផុតវាក៏ឡើងមកដល់កំពូលប្រាសាទវាងើយក្បាលសម្លឹងមើលទៅកាន់ផ្ទៃមេឃដែលមានពណ៌ខៀវយ៉ាងស្រស់ស្អាតនិងឃើញដូចព្រះអាទិត្យកំពុងតែញញឹមអបអរសាទរចំពោះវាពេលនោះឥន្ទ្រីក៏ហើរមកដល់ល្មមស្រមោចក្រឡេកទៅមើលឃើញឥន្ទ្រីក៏ប្រញាប់ធ្វើការរាក់ទាក់តែឥន្ទ្រីរកមើលមួយសន្ទុះទើបឃើញថាជាស្រមោចវាភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលឃើញស្រមោចអាចឡើងមកដល់ទីនេះបានស្រមោចហេតុអ្វីឯងអាចធ្វើវាបានជួយប្រាប់ខ្ញុំផងស្រមោចនិយាយទៅស្ដាមញញឹមថាឲ្យតែមានការជឿជាក់លើខ្លួនឯងថាយើងអាចធ្វើបាននោះយើងនឹងអាចធ្វើបានជាក់ជាមិនខានឥន្ទ្រីឮហើយអត់មិនបានក៏កោតសរសើរស្រមោចថាឯងនេះតូចតែមៀតមែនតែចិត្តឯងធំណាស់បន្ទាប់ពីមើលទេសភាពយ៉ាងស្កប់ស្កល់ហើយស្រមោចដែលរៀបចំនឹងចុះពីលើកំពូលប្រាសាទក៏ឮឥន្ទ្រីស្រែកហៅថាឈប់សិនខ្ញុំមានមធ្យោបាយឲ្យឯងចុះទៅក្រោមវិញយ៉ាងងាយស្រួលកូនស្រមោចក៏បានស្លឹកឈើធ្វើជាឆ័ត្រយោងវាបានបណ្ដែតខ្លួនទៅតាមខ្យល់បក់តិចរហូតចុះមកដល់ដីវិញដោយសុវត្ថិភាពឥឡូវរឿងនិទានរបស់យើងក៏បានមកដល់ទីបញ្ចប់ដែររឿងនេះបានឆ្លុះបញ្ចាំងប្រាប់ថាឲ្យតែបងប្អូនមានការព្យាយាមទោះបីជាអ្នកដទៃមើលងាយថាបងប្អូនមិនអាចធ្វើបានក៏ដោយចូលបងប្អូនកុំបាក់ទឹកចិត្តហើយដៅគោលដៅដែលបងប្អូនចង់ទៅនោះបងប្អូននឹងបានសម្រេចដូចបំណង